ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកសម្លមកជូរស្លឹកអំពិលជាមួយត្រីក្រាញ់ស្រែបងប្អូនអើយនិយាយពីថាជាតិមែនតែនតែម្ដងហើយជាដំបូងនឹងខ្ញុំមកធ្វើការដោះម៉ងសិនបានត្រីយកទៅស្លអញ្ចឹងណាហើយដើមឡើយមិនមែនមានចេតនាថាចង់មកដោះម៉ងខ្លួនឯងទេបងប្អូនហើយពីដំបូងឡើយប្រាប់គ្រួសារនឹងខ្ញុំថាឲ្យមកសាម៉ងគាត់ថាអត់ចេះសាទេអូនអើយបើឲ្យបងសាគឺម៉ងនឹងដាក់បានតែម្ដងនឹងទេលើកក្រោយត្រូវទិញថ្មីហើយអញ្ចឹងនាងខ្ញុំក៏នឹកឃើញអញ្ចឹងចុះមកសាខ្លួនឯងតែម្ដងទៅបងប្អូនអើយនិយាយពីថាទឹកត្រជាក់មែនតែនតែម្ដងហើយខ្យល់បក់មកឡើងលវឹងណាបងប្អូនចាហើយជាពិសេសគឺបានត្រីក្រាញ់មិនច្រើនមែនតែនតែម្ដងបងប្អូនអើយយកទៅស្លមានជាតិណាស់ពីសាម៉ងហើយនាងខ្ញុំមកដើរបេះមកអបងប្អូនអើយដើម្បីយកទៅបង់ជាមួយនឹងស្លយើងណាបងប្អូនចាខ្ចីលវុកតែម្ដងបន្ទាប់មកដើរមកផ្ទះវិញយើងក៏ឆ្លៀតបេះម្ទេសម៉ែនឹងបានមួយដៃដែរបងប្អូនចាហើយសម្រាប់ម្ទេសនេះគឺងាប់ចង់អស់ហើយបងប្អូនអើយកាលនេះខ្ញុំថតឲ្យបងប្អូនមើលដំបងគឺល្អមែនតែនហ្មងដោយសារតែវារលំទឹកបងប្អូនចាឥឡូវនឹងក៏ធ្វើការដោះត្រីបងប្អូនចាហើយបន្ទាប់ពីដោះត្រីធ្វើរួចរាល់អីហើយមកគឺដើរបេះស្លឹកអំពិលបងប្អូនចារកតែក្បែរផ្ទះគឺអត់ចេះខ្វះទេគ្រឿងក្រៅអស់ហ្នឹងបងប្អូនអើយស្រុកស្រែខែនេះហាសម្បូរណាស់និយាយរួមឲ្យតែបកកែផ្សារផ្សំមិនខ្វះទេបន្លែម្ហូបងាកមកមើលឆ្នាំងបាយនេះវិញគឺឆ្អិនល្មមបងប្អូនចាដាំបាយជាមួយនឹងឆ្នាំងចាក់ចេះបានកស្រូវថ្មីទៀតបងប្អូននិយាយពីឆ្ងាញ់នោះឆ្ងាញ់មែនតែនហ្មងណាហើយនាងខ្ញុំមកធ្វើការដាំទឹកសម្លដើម្បីស្លអញ្ចឹងហើយគ្រូសានាងខ្ញុំក៏គាត់រកខ្ជុងរកអីដើម្បីបកាត់ភ្លើងអាំងត្រីបងប្អូនចាដោយសារតែគាត់ចូលចិត្តត្រីអាំងអញ្ចឹងណាអញ្ចឹងទុកមកចំណែកឲ្យគាត់អាំងហើយសម្លនេះដែរនាងខ្ញុំស្លលាយក្តាមដោយសារតែអ្នកម្ដាយនាងខ្ញុំគឺគាត់ចូលចិត្តក្តាមអញ្ចឹងណាបងប្អូនចាបន្ទាប់ពីទឹកស្លយើងបានពុះមកយើងមកធ្វើការជ្រុំប្រហុកហើយបងគ្រឿងក្រៅចូលដូចជាដុំស៊ុបខ្នុរនិងរំដេងនិងខ្ទឹមបងប្អូនចានាងខ្ញុំដាក់តែពីរមុខទេគ្រឿងហើយសំខាន់គឺគ្រឿងអត់បុកទេគឺប្រើពីរមុខនឹងហើយគឺនាងខ្ញុំបងស្រឹង7ហើយនឹងមកអមបងប្អូនចាគឺឆ្ងាញ់មែនតែនតែម្ដងហើយជាពិសេសបានត្រីស្រែអញ្ចេះទៀតបងប្អូនហើយខ្លាញ់ឡើងអលើបអលោមមើលតែទឹកស្លយើងរៀងពោះត្រីឆ្អិនល្មមហើយយើងបងគ្រឿងក្រៅប៊ីចេងអំបិលហើយនឹងម្សៅស៊ុបចូលគឺល្មមគឺឆ្ងាញ់ឯងបងប្អូនចាំមិនបាច់ប្រើស្ករទេដោយសារតែនាងខ្ញុំមិនសូវជាចូលចិត្តស្ករប្រហែលទេហើយបើនិយាយពីត្រីក្រាញ់អាំងនេះវិញបងប្អូនហើយស្រក់ខ្លាញ់នឹងណក់ហ្មងណាបងប្អូននិយាយពីថាមានជាតិមែនតើរួមទៅគ្រួសារនេះខ្ញុំគាត់ចូលចិត្តអំពិលបុកចឹងណាបងប្អូនចាប៉ុន្តែដោយសារតាអំពិលយើងមានតិចពេកក៏ដំដាក់ទឹកត្រីយកតែម្ដងទៅព្រោះអីនឹកឃើញកាលពីក្មេងណាបានទឹកត្រីចេះដឹងឆ្ងាញ់យ៉ាងណាទេបងប្អូនហើយប៉ុន្តែកាលពីក្មេងគឺអត់សូវមានអីទេបងប្អូនគឺខ្វះខាតណាគឺប្រើទឹកបងប្អូនចាទឹកយើងធម្មតាហ្នឹងវាយតែអំពិលដាក់ឲ្យបងអំបិលប៊ីចេងគឺរួចជាស្រេចហើយបងប្អូនចាបានស្លឹកជីនឹងវងមកក្តាប់ទៀតមកបងប្អូនណានិយាយពីថាឈ្ងុយម្ដាយខ្ញុំម្នេះវិញគឺគាត់ដួសបាយដាក់រំពេញចានហើយដាក់ថែមក្តាមពីរត្រីមួយទៀតបងប្អូនហើយក៏ខ្លាចអស់ក្តាមពួកគាត់ចូលចិត្តក្តាមហើយមើលគាត់បដាសើចបដាបងប្អូនហើយតែក៏សប្បាយចិត្តដែរពេលដែលឃើញម៉ែគាត់ភាសាបានអញ្ចឹងណាបងប្អូនចាដែរក៏បានឈានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជម្រាបលាបាយបាយ